បើយើងមានដាក់ចិត្តថាចង់ទៅរៀនស្រុកក្រៅហើយយើងគួរណាតស៊ូធ្វើម៉េចតរទៅបានខ្ញុំគិតថាមានភាពងាយស្រួលត្រង់ខ្ញុំមានបញ្ហាអីខ្ញុំមានចម្ងល់អីខ្ញុំសួរគាត់ទៅគាត់ឆ្លើយលម្អិតប្រាប់ខ្ញុំហ្មងដំបូងដល់ខ្ញុំទទួលបាន voucher ទាំងពីរហ្នឹងគឺព្រោះ Springboard បានបើកតង់នៅសាលាខ្ញុំសម្រាប់ college day ហើយខ្ញុំទៅប្រឹក្សាសួរគាត់ព័ត៌មានពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យទៅសាលាដាក់ visa អីថ្ងៃនេះយើងមកជួបកូនសិស្សរបស់យើងម្នាក់ទៀតហើយដែលគាត់បានជោគជ័យក្នុងការទៅសិក្សានៅប្រទេសអូស្ត្រាលីហើយគាត់ទទួលបាន voucher សម្បត្តិជនហោះនិង voucher ប្រងទៅអន្តរជាតិ free ពី Springboard សូមអូនជួយណែនាំខ្លួនជំរាបសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះអនសុវិសាលហើយខ្ញុំឆ្នាំនេះទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីរៀនផ្នែក Bachelor of Engineering នៅសាលា RMIT ហេតុអីបានជាអូនសម្រេចចិត្តជ្រើសរើសយកជំនាញ Bachelor of Engineering ក្នុងការទៅសិក្សានៅប្រទេសអូស្ត្រាលីបានជាខ្ញុំជ្រើសរើស Bachelor of Engineering នៅប្រទេសអូស្ត្រាលីគឺពីព្រោះខ្ញុំតាំងពីតូចមកខ្ញុំមានចំណង់ចំណូលចិត្តខាង Engineering ហ្នឹងហើយណាមួយទៀតការខ្ញុំរៀននៅសាលាហ្នឹងក៏មុខវិជ្ជាល្អជាងគេរបស់ខ្ញុំហើយខ្ញុំចូលចិត្តជាងគេគឺគណិតវិទ្យាហើយនឹងរូបវិទ្យាហ្នឹងហើយហេតុអីបានជាអូនសម្រេចចិត្តជ្រើសរើសយក RMIT ក្នុងការទៅសិក្សានៅប្រទេសអូស្ត្រាលីបានជាខ្ញុំជ្រើសរើសវិទ្យាល័យ RMIT គឺព្រោះតាមការស្រាវជ្រាវរបស់ខ្ញុំហ្នឹង RMIT គឺវាល្អសម្រាប់មុខវិជ្ជាពាក់ព័ន្ធជាមួយនឹងវិទ្យាសាស្ត្រហើយជាមួយនឹង IT ជាដើមដូចជា IT មួយនឹង Engineering ហ្នឹងណាហើយក៏ម៉ាក់ប៉ាខ្ញុំនិងបងប្អូនអីក៏ជំរុញឲ្យខ្ញុំទៅរៀននៅនោះដែរអូខេសំណួរបន្ទាប់ទៀតតើដំណើរការនៃការដាក់ពាក្យទៅសាកលវិទ្យាល័យ RMIT តាមរយៈ Springboard អូនគិតថាងាយស្រួលឬក៏មានភាពលំបាកអីខ្លាំងអត់អូនខ្ញុំគិតថាមានភាពងាយស្រួលត្រង់ខ្ញុំមានបញ្ហាអីខ្ញុំមានចម្ងល់អីខ្ញុំសួរគាត់ទៅគាត់ឆ្លើយលម្អិតប្រាប់ខ្ញុំហ្មងហើយក៏ម្យ៉ាងទៀតងាយស្រួលត្រង់ពេលខ្ញុំដាក់ពាក្យទៅសាលាឬក៏ដាក់ពាក្យទៅសម្រាប់ visa អីខ្ញុំផ្ដល់តែឯកសារគាត់ទាមទារទៅហើយគាត់ធ្វើការជាមួយខ្ញុំទាំងអស់ហ្មងបាទហើយសំណួរបន្ទាប់ទៀតតើពីដំបូងឡើយហេតុអីបានជាអូនទទួលបាន voucher សម្បត្តិជនហោះនិង voucher ប្រងទៅអន្តរជាតិ free ពី Springboard ដែរដំបូងឡើយខ្ញុំទទួលបាន voucher ទាំងពីរហ្នឹងគឺព្រោះ Springboard បានបើកតង់នៅសាលាខ្ញុំសម្រាប់ college day ហើយខ្ញុំទៅប្រឹក្សាសួរគាត់ព័ត៌មានពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យទៅសាលាដាក់ visa អីទៅហើយគាត់ផ្ដល់នៅ voucher ទាំងពីរហ្នឹងជូនខ្ញុំដែរអូខេសំណួរបន្ទាប់ទៀតហើយតើអូនចង់អរគុណទៅនរណាខ្លាំងបំផុតដែលតែងតែជួយជ្រោមជ្រែងនៅលើកទឹកចិត្តអូនក្នុងការទៅសិក្សានៅប្រទេសអូស្ត្រាលីនោះខ្ញុំចង់អរគុណម៉ាក់ប៉ាមិត្តភ័ក្តិអ្នកគ្រូលោកគ្រូដែលបានជំរុញឲ្យខ្ញុំនឹងទៅរៀននៅស្រុកក្រៅហើយក៏អរគុណទៅខាង Springboard ដែរដែលបានធ្វើឲ្យការដាក់ពាក្យនឹងការដាក់ពាក្យទៅសាលាការដាក់ visa អីមានភាពងាយស្រួលហ្នឹងហើយអូនហើយជាចុងក្រោយតើអូនមានពេលពេចអីខ្លះចង់និយាយទៅកាន់អ្នកដែលចង់ទៅសិក្សានៅក្រៅប្រទេសហើយចង់ទទួលបានជោគជ័យដូចអូនដែរខ្ញុំអត់មានអីគេនិយាយច្រើនទេគ្រាន់តែខ្ញុំចង់ថា you can do it អ្នកធ្វើបានហើយក៏បើយើងមានដាក់ចិត្តថាចង់ទៅរៀនស្រុកក្រៅហើយយើងគួរណាតស៊ូធ្វើម៉េចតរទៅបានហើយក៏កុំខ្លាចកុំភ័យមកពីនេះគឺជាមេរៀនដ៏ល្អមួយដែលយើងគួរណារៀនបាទ